ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីប្រគំកាន់កម្មវិធីហៅមេបដមានម៉ោងទី 2 បាទសូមជម្រាបលឹកទូរទស្សនិកជនយើងវិលមកជួបគ្នាគូទី 2 បាទចាប់ពីម៉ោងនេះទៅយើងជួបមុខគ្នារហូតដល់ម៉ោង 10 បាទអញ្ចឹងបើបានជាជួបមុខគ្នាហើយយើងគិតថាតើយើងយករឿងអីណាមកជជែកគ្នាមុនចា៎បាទអញ្ចឹងលោកអ្នកប្រកាសជាចង់ដឹងថាតើរឿងថ្មីដែលពិសេសបំផុតសម្រាប់ខ្ញុំព្រឹកនេះនឹងមានអីចា៎បាទអញ្ចឹងការទស្សន៍ទាយរបស់លោកអ្នកដែលកំពុងតែអង្គុយមុខកញ្ចក់ទូនេះអត់ដឹងទេបើដឹងបើចេះទាយដឹងថាខ្ញុំត្រូវនិយាយរឿងអីមុនប្រហែលជាចាក់ឆ្នោតត្រូវព្រាតចាក់ឆ្នោតមើលបាទសាមិញចាក់កៅចេញចិត្តខុសហើយមែនខុសគ្នាបន្តិចណា20ខ្ទង់បាទលើខ្ជិលកុំដល់រឿងចាក់ឆ្នោតទេគិតរឿងរស់ស៊ីខ្លួនឯងវិញចំណូលចូលវាអត់បាច់ចាំចាញ់ណាបើថាទៅដឹងអត់បានបាទលោកអ្នកមុននឹងជម្រាបជូនទូទាំងអ្នកជននៅរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសង្គមរបស់យើងនៅក្នុងទីក្រុងភ្នំពេញក៏ដូចជារឿងភាគខ្លះត្រូវបញ្ចប់បាទហើយរឿងតាក់ទងនឹងបរិយ999ក៏ត្រូវជម្រាបជូនទូទាំងអ្នកជនបន្តិចទៀតនេះហើយបាទដែលពលរដ្ឋគាត់ដែលជាអ្នកទៅទិញបរិយគាត់ទៅតវ៉ាដល់កន្លែង office របស់999នៅ Dreamland សាមិញដែរបាទប៉ុន្តែខ្ញុំសូមលើកឡើងនៅរឿងរ៉ាវដែលគួរឲ្យភ្ញាក់ផ្អើលមួយនៅឯខាងខេត្តបាត់ដំបងលោកអ្នកបាទនៅខាងខេត្តបាត់ដំបងតាក់ទងនឹងមួយភូមិនឹងកើតអេដលេងពួយជិត100នាក់ទៅហើយចាវាហួសចិត្តបាទអញ្ចឹងរូបភាពមិនទាន់បានបញ្ជូនមកដល់អ្នកភូមិហ្នឹងហើយចាំមើលថ្ងៃហ្នឹងបន្តិចប៉ុន្តែមកទល់នឹងម៉ោងនេះនៅក្នុងភូមិរកាសង្កាត់ក្នុងឃុំរកាខេត្តបាត់ដំបងនៅក្នុងស្រុកសង្កែគឺរកឃើញអ្នកដែលផ្ទុកមេរោគអេដហ្នឹងរហូតដល់90នាក់ទៅហើយមកភូមិជាង1000នាក់ឥឡូវនេះអ្នកកើតផ្ទុកមេរោគអេដ90នាក់ហើយមិនទាន់រកអស់ទៀតមិនទាន់មើលតេស្តឈាមអស់ទៀតហើយអ្នកផ្ទុកមេរោគអីវាមានយាយតាចាស់ក៏កើតទៀតហ៎បាទ78ហើយមានផ្ទុកមេរោគអេដទៀតហ៎អូចាដល់ពេលសួរទៅថាមេថាពេទ្យប្រចាំភូមិចាសង្ស័យទៅលើពេទ្យប្រចាំភូមិជាអ្នកចាក់ថ្នាំហ្នឹងមិនបានដូរសារ៉ាងបានន័យថាទី1ការសន្និដ្ឋានថាអាចប្រើប្រាស់សារ៉ាងចាស់ដែលចាក់ថ្នាំទៅលើអ្នកផ្ទុកមេរោគអេដហើយទី2អាចប្រើសារ៉ាងដដែលដែលចាក់ទៅលើអ្នកផ្ទុកមេរោគអេដហើយទៅចាក់លើអ្នកដទៃទៀតឥឡូវក្មេងតូចក៏កើតតាចាស់អាយុចិត្តស្លាប់ទៅវិញហើយក៏កើតក៏មានផ្ទុកមេរោគអេដណែវាធ្វើឲ្យមានការភ្ញាក់ផ្អើលចឹងអញ្ចឹងទីបំផុតចាសេវាបម្រើសុខភាពជូនប្រជាពលរដ្ឋទៅឲ្យសេវាបម្រើសុខភាពជួយការពារជំងឺបែរជាឲ្យគាត់ទៅទទួលជំងឺទៅវិញបាទហួសចិត្តមកឥឡូវនេះកំពុងតែក្រសួងសុខាភិបាលក៏ដូចជាខាងអាជ្ញាធរពាក់ព័ន្ធកំពុងតែញាប់ដៃញាប់ជើងដើម្បីរកមើលថាតើការឆ្លងមេរោគអេដនេះតាមរបៀបយ៉ាងម៉េចប៉ុន្តែឥឡូវឮថាពេទ្យប្រចាំភូមិនឹងរត់គេចខ្លួនមកដែរគេសង្ស័យទេតែឥឡូវទន្ទឹមនឹងសង្ស័យពេទ្យប្រចាំភូមិនឹងគេចខ្លួនបានអញ្ចឹងសូមឲ្យប្រជាពលរដ្ឋរបស់យើងនៅតាមភូមិទាំងអស់ត្រូវប្រយ័ត្នប្រយែងមែនទែនពេទ្យប្រចាំភូមិប៉ុន្តែសំខាន់មួយទៀតប្រជាពលរដ្ឋគាត់ពិបាកនឹងប្រយ័ត្នប្រយែងណាដោយសារតែនៅតាមភូមិជនបទកម្រមានពេទ្យទៅដល់អញ្ចឹងមានតែពេទ្យប្រចាំភូមិហ្នឹងហើយឈឺបន្តិចតួចពេទ្យហ្នឹងហើយពីមុនអត់មានពេទ្យទេរកគ្រូខ្មែរចាប៉ុន្តែឥឡូវដោយសារវាជឿនលឿនអញ្ចឹងទៅមានសេវាសុខភាពនៅដល់តំបន់ជនបទទៅបាទប៉ុន្តែកុំប្រជាពលរដ្ឋខ្លះសេវាសុខភាពនៅតាមតំបន់ជនបទខ្លះអត់ឃើញពេទ្យទេបាទអត់ឃើញពេទ្យទេប៉ុន្តែហើយមួយទៀតបើមានពេទ្យអត់មានថ្នាំចាគាត់ថា
ទៅរកសេវាភាពបាទដល់ពេលចូលទៅដល់សួរសុខភាពប្រចាំភូមិសុំថ្នាំពេទ្យថាអស់ហើយមានតែកោសខ្យល់មានតែសេវាកោសខ្យល់មានពេនកោសខ្យល់តែមិនក៏សេវាសុខភាពនៅនឹងមានសេនអញ្ចឹងឲ្យចាំបើអត់ថ្នាំឲ្យពេទ្យកោសខ្យល់ឲ្យទៅមានតែហ្វេនបាទប៉ុន្តែអ្វីដែលយើងឃើញថាភាពដ៏ភ្ញាក់ផ្អើលមួយនៅខាងខេត្តបាត់ដំបងនៅក្នុងស្រុកសង្កែកំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសតែម្ដងបាទតាចាស់យាយចាស់ក៏ផ្ទុកមេរោគអេដដែរប៉ុន្តែលោករស់មានចាំព័ត៌មានមួយដែលមានបងប្អូនយើងរាយការណ៍មកតាមទូរស័ព្ទណាគាត់ថាចូល clinic មួយហ្នឹងជួសឃើញបងប្អូនស្រីគាត់ចិត្តការថាមានមេរោគអេដដល់ពេលចាដល់ពេលទៅមកកន្លែងទៀតអត់មានអញ្ចឹងយើងអាចគាត់ថាមកភូមិហ្នឹងអាចខុសបច្ចេកទេសអារឿងជួសមើលឈាមហ្នឹងឯដឹងឬក៏យ៉ាងម៉េចចេះមាននៅក្នុងភ្នំពេញហ្នឹងដែរចាមាន clinic ដែរមានឈ្មោះដែរតែខ្ញុំជឿនិយាយចាឲ្យចំព្រោះកុំឲ្យប៉ះពាល់គ្នាតែបើសិនជាហួសហេតុពេកក៏ត្រូវតែនិយាយដែរចាគាត់ថាទៅមើលឈាមនៅមុនពេលដែលគាត់រៀបអាពាហ៍ពិពាហ៍ចាស្រាប់តែទៅមើល clinic ហ្នឹងចេញមកខាងស្រីមានខាងប្រុសអត់ហើយខាងស្រីគ្នាអត់ដែលទៅណាសោះយំហ៊ូម្ដាយតែកូននឹងអត់ទាន់ដឹងបើខ្លាចកូននឹងដឹងប្រវត្តិទៅសម្លាប់ខ្លួនទៀតចាអីម្ដាយនោះក្នុងហ៊ូសចិត្តមកបាទដល់ហ៊ូសចិត្តមិនទុកចិត្តនេះចេញមកធ្វើតេស្តមកចេញមកអញ្ចឹងហើយអត់ទុកចិត្តកូនប៉ុន្តែកូនកន្លងមកវាដូចជាល្អចាប៉ុន្តែដល់ពេលចេញមកអញ្ចឹងភ្ញាក់ព្រឺតហ្មងដល់ភ្ញាក់ព្រឺតចាប់ដើមមើលឲ្យអត់ឲ្យកូនដឹងទេអត់ឲ្យកូននោះខាងកូនកំឡោះក៏អត់ឲ្យដឹងដែរកូនកំឡោះយកទៅហើយតែកូនស្រីនោះក៏យកដែរតែម្ដាយយកអត់ឲ្យដឹងស្រាប់តែដល់ពេលទៅលោបធ្វើតេស្តតិចទៅស្ងៀមស្ងាត់ចាបាទទៅពេទ្យមួយទៀតទៅពេទ្យមួយទៀតនៅក្នុងពេញហ្នឹងទៅមើលអត់អត់មានធូរទ្រូងតិចស្រាប់តែអត់ទុកចិត្តទៀតនាំកូនទៅដើរលេងទៅវៀតណាមអត់ទុកចិត្តនៅក្នុងស្រុកអូខេចាទៅទៀតដល់ពេលទៅដល់វៀតណាមគេមើលទៅអត់ផងព្រោះចិត្តអញ្ចឹងបានគាត់ថាតាមពិតទៅចង់តែប្តឹងពីនិចហ្នឹងដែលធ្វើឲ្យគាត់ភ័យនឹងសឹងលួសព្រលឹងចាបាទហើយនៅសៀមរាបមួយដែរបាទសៀមរាបមួយដែរគឺសារមកខ្ញុំហើយនៅពេញនេះគឺមិនមែនសារទេសារឲ្យជួបផ្ទាល់ទៀតចង់ឲ្យខ្ញុំទៅដល់ clinic នេះថាអត់ទេបាច់ទេប៉ុន្តែគាត់ថានេះជាមេរៀនមួយសូមឲ្យ clinic មួយចំនួនត្រូវតែប្រយ័ត្នប្រយែងចំពោះការមើលតែឈាមគេកុំឲ្យសង្ស័យកុំឲ្យសពិចសពិលបាទគ្រោះថ្នាក់គេហើយឥឡូវនេះនៅឯជនបទគឺសំខាន់គឺក្រសួងសុខាភិបាលដាច់ខាតត្រូវតែពិនិត្យឲ្យមែនតែនចំពោះសេវាសុខភាពអ្នកនៅតាមជនបទដោយនៅក្រុងក៏ដោយឃើញលោកពេទ្យអត់មានជំនាញអត់មានវិជ្ជាជីវៈទៅចឹងជាវត្តទៅសារ៉ាងមួយហ្នឹងចាក់គ្នា80នាក់ចាក់គ្នា100នាក់ចឹងទៅទីបំផុតជំងឺពេញភូមិហើយការផ្ដើមចេញនៃការឲ្យដឹងថាជំងឺអេដនេះដោយសារតែមានអ្នកជំងឺម្នាក់គាត់ជាឈឺស្រាវស្រាញ់នៅឯភូមិរកាហ្នឹងក្នុងស្រុកសង្កែហ្នឹងស្រាវស្រាញ់ឲ្យគេទៅមើលថាទុកមេរោគចាមេរោគឲ្យទៅមើលកូនដែរសង្ស័យហេតុអីខ្លួនអត់មានទៅណាសោះមិនក៏មានចាបាទអត់មានសោះគាត់ច្បាស់ខ្លួនគាត់ចាដល់ចឹងទៅហើយតានោះគាត់អញដូចល្ងាញាក់ងាមើលតិចមានដែរបាទតែឥឡូវនេះចាំមើលក្រុមគ្រូពេទ្យគាត់កំពុងតែពិនិត្យបន្ថែមក្នុងឥឡូវម្សិលមិញនេះមកទល់ល្ងាចម្សិលមិញពេលថ្ងៃពិនិត្យទៅឃើញ82នាក់ដែលផ្ទុកហើយដល់ពេលមកដល់ល្ងាចឡើងមកដល់90នាក់90នាក់ដែលផ្ទុកបាទហើយក្នុងចំណោមប្រជាពលរដ្ឋចំនួនជាង600នាក់មកឲ្យពិនិត្យអញ្ចឹងនេះជាង1000នាក់ទៀតដែលត្រូវពិនិត្យឥឡូវនេះកំពុងមកពាក់ពួនពិនិត្យទៀតហើយបាទប៉ុន្តែមានថ្នាំសម្រាប់ទប់មានថ្នាំសម្រាប់ពន្យាបាទមិនអីទេខាងពេទ្យគេយកថ្នាំទៅហើយបាទអរគុណទូទាំងជននេះចង់រំលឹករឿងរ៉ាវដែលមិនគួរឲ្យកើតឡើងដែលមកភូមិលេងពួយអ្នកផ្ទុកមេរោគអេដជិត100នាក់ទៅហើយឥឡូវមិនទាន់មើលអស់ទៀតបាទអញ្ចឹងវាត្រូវហើយត្រូវមានទោសយ៉ាងម៉េចហើយអ្នកបើសិនជារកឃើញថា
ពេទ្យប្រចាំភូមិបានប្រើប្រាស់សារ៉ាងធ្វើឲ្យឆ្លងប្រជាពលរដ្ឋអញ្ចឹងមែនបាទឥឡូវនេះយើងសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងហើយកលេចមកមើលក្តីកង្វល់ប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញអ្នកដែលបានទិញបូរី999របស់លោកថោងសារ៉ាន់បាទម្សិលមិញនេះទូទាំងជនប្រជាពលរដ្ឋដែលបានទិញឬក៏កក់បង់រំលោះទៅលើបរិយ999បាននាំគ្នាជាង100នាក់ទៅដល់ការិយាល័យលក់បរិយនៅម្ដុំ Dreamland បាទពួកការិយាល័យធំរបស់គាត់នៅនឹងកន្លែងលក់គាត់ទៅទីនោះដើម្បីសុំឲ្យតំណាងក្រុមហ៊ុនណាមួយពិតប្រាកដដើម្បីបញ្ជាក់អះអាងថាតើដំណើរការរបស់បរិយ999វារអាក់រអួលដែរឬទេនៅពេលដែលម្ចាស់បរិយនេះកំពុងតែមានបញ្ហាតាក់ទងនឹងរឿងឃាតកម្មទៅលើលោកអង្ញាអឹងមេជឺម្សិលមិញនេះពួកគេបានទៅប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យរបស់បរិយ999នៅ Dreamland នៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញពួកគាត់មានក្តីបារម្ភថាពួកគាត់ដែលត្រូវបង់ប្រចាំខែប៉ុន្តែពេលនេះគាត់មិនបង់តទៅទៀតទេដោយសារតែមានបញ្ហាចំពោះម្ចាស់បរិយប៉ុន្តែខាងតំណាងក្រុមហ៊ុនគាត់សុំឲ្យបង់តែខាងអ្នកដែលអាជីវករអតិថិជនដែលទិញគាត់ថាគាត់មិនមែនបដិសេធមិនបង់ទេប៉ុន្តែសុំឲ្យតំណាងក្រុមហ៊ុនមកបញ្ជាក់ឲ្យច្បាស់ថាតើដំណើរការរបស់បរិយដំណើរការទៅឬអត់ខណៈដែលតំណាងក្រុមហ៊ុនគាត់ជំរុញឲ្យអតិថិជនមកបង់លុយប្រចាំខែប៉ុន្តែដំណើរការរបស់សំណង់មិនដំណើរការទៅមុខនេះដែលគាត់ធ្វើឲ្យគាត់មិនអាចទៅបង់កើតអញ្ចឹងហើយបានជាម្សិលមិញនេះពួកគាត់បាននាំគ្នាទៅដល់បរិយនឹងដើម្បីឲ្យតំណាងក្រុមហ៊ុនគាត់បញ្ជាក់ឲ្យច្បាស់មកដើម្បីឲ្យគាត់មានទំនុកចិត្តប៉ុន្តែទីបំផុតម្សិលមិញនេះពួកគាត់បានទៅដល់មិនមានតំណាងក្រុមហ៊ុនបរិយ999ណាមួយពិតប្រាកដមកធានាអះអាងថាសកម្មភាពរបស់បរិយនេះដំណើរការរលូននោះទេអញ្ចឹងពួកគាត់ទៅពេលនេះដើម្បីចង់បញ្ជាក់បើសិនជាមានអីអំណះអំណាងដែលធ្វើឲ្យគាត់ទុកចិត្តគាត់នឹងបង់ប្រចាំខែមិនកិច្ចវាទេព្រោះនេះមិនមែនជាកំហុសអ្នកបង់ទេប៉ុន្តែជាបញ្ហាខាងក្រុមហ៊ុនទៅវិញទេចឹងហើយបានជាធ្វើឲ្យគាត់មិនទុកចិត្តបានជាគាត់ម្សិលមិញនេះបានទៅដល់បរិយ999ហ្នឹងបាទទៅការិយាល័យហ្នឹងបាទឥឡូវយើងស្ដាប់នៅការអះអាងរបស់អ្នកដែលគាត់អញ្ជើញទៅដល់ការិយាល័យរបស់បរិយ999តើគាត់បំណងរបស់គាត់ចង់បានអីហើយគាត់ចង់ទាមទារអីបាទឥឡូវសូមជួបជាមួយគាត់ដែលប្រជាពលរដ្ឋដែលបានអញ្ជើញទៅដល់បរិយនឹងការិយាល័យបរិយនឹងកាលពីម្សិលមិញនេះបាទឥឡូវសូមជួយស្ដាប់ប្រសាសន៍របស់គាត់បាទសូមជួយមកនេះយើងមកដើម្បីឲ្យក្រុមហ៊ុនបញ្ជាក់អំពីថាតើក្រុមហ៊ុនមានលទ្ធភាពបន្តទៅមុខទៀតឬអត់ណាដើម្បីពួកពាក្យចចាមរាមកន្លងមកធ្វើឲ្យអតិជនរបស់ក្រុមហ៊ុនបាត់ទំនុកចិត្តអតិជនដែលបានបង់លុយមាន 10% 20% 40% ហើយហ្នឹងគាត់មិនមានទំនុកចិត្តនឹងបង់បន្តទៀតទេមូលហេតុថាអត់បង់ទៀតដោយសារតែពាក្យចចាមរាមណាអញ្ចឹងវាធ្វើឲ្យអតិជនមិនហ៊ានថាដាក់លុយទៅហើយដាក់ថែមទៀតអាចនឹងបាត់បង់អតិជនព្រួយបារម្ភអញ្ចឹងហើយក្នុងគោលបំណងដែលយើងមកនេះគឺដើម្បីបញ្ជាក់ឲ្យក្រុមហ៊ុនបញ្ជាក់ថាក្រុមហ៊ុនពិតជាអត់មានបញ្ហាបាទហើយយើងសូមឲ្យក្រុមហ៊ុនអះអាងថាគឺក្នុងកំឡុងពេលដែលកំពុងតែមានបញ្ហាដែលរឿងធ្វើឲ្យអសកម្មបន្តិចតួចនេះគឺក្រុមហ៊ុននឹងពន្យាពេលឲ្យយើងទាំងអស់គ្នាថាពន្យាពេលថាហ្នឹងហើយមិនផាកពិន័យមិនអីចឹងហ្នឹងហើយនឹងឲ្យក្រុមហ៊ុនថាអូខេធ្វើសកម្មភាពឡើងវិញអតិថិជននឹងបង់តាមអ្វីដែលបានធ្វើកិច្ចសន្យាជាមួយហ្នឹងហើយសំណូមពរទៅក្រុមហ៊ុនហ្នឹងយើងមានសំណូមពរដែលចម្បងបំផុតគឺឲ្យក្រុមហ៊ុនធ្វើសន្និសីទកាសែតមួយបញ្ជាក់អះអាងចំពោះមុខអតិថិជនទាំងអស់ដោយមានក្រសួងពាក់ព័ន្ធចូលរួមព្រមទាំងប្រភពដើមទុនដូចជាធនាគារនឹងចូលរួមដែរការធ្វើរបៀបនេះដើម្បីឲ្យបញ្ជាក់ថាក្រុមហ៊ុនពិតជាមានដំណើរការឡើងវិញ
ឲ្យយល់អញ្ចឹងហើយបង្កើនទំនុកចិត្តរបស់អតិថិជនដើម្បីឲ្យបង់លុយបន្តដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាពសាងសង់បន្តនិងលក់បន្តទៀតបាទគោលដៅគឺអត់មានអីទេអតិថិជនទាំងអស់បន់ឲ្យតែក្រុមហ៊ុនកំដួលរលំរីកចម្រើនបាទតទៅមុខដើម្បីឲ្យអតិថិជនអាចទទួលបាននៅផ្ទះសម្បែងនៅដីធ្លីដែលបានទិញតែប៉ុណ្្នឹងទេបាទអត់មានអីដែលធំដុំដែលចង់តែប៉ុន្តែអ្វីដែលក្រុមហ៊ុនសន្យាថានឹងធ្វើសន្និសីទកសែតសំណូមពររបស់អតិថិជនហ្នឹងគឺសូមឲ្យធ្វើសន្និសីទកសែតបញ្ជាក់ច្បាស់លាស់មួយមុននឹងអតិថិជនបង់លុយបន្តបាទប៉ុន្តែក្រុមហ៊ុនថានឹងធ្វើអញ្ចឹងយើងសំណូមពរឲ្យក្រុមហ៊ុនធ្វើឲ្យបានឆាប់បាទធ្វើឲ្យបានឆាប់ដោយមានក្រសួងពាក់ព័ន្ធចូលរួមដើម្បីឲ្យអតិថិជនជឿទុកចិត្តឡើងវិញបាទតើតើជននេះគឺជាសម្ដីរបស់អតិថិជនដែលបានទិញបរិយ999របស់លោកថោងសារ៉ាន់បាទកាលពីម្សិលមិញពួកគាត់ទៅដល់ទីនោះគឺមានអតិថិជនខ្លះគាត់ប្រាប់ថាគាត់បង់បរិយហ្នឹងខ្លះបាន1ឆ្នាំទៅហើយខ្លះបាន2ឆ្នាំខ្លះទៀតបង់ទៅបានប្រហែលខែទេបាទខ្លះទៀតទឹមចាប់ដើមបង់បាន1ខែប៉ុន្តែឲ្យទីតាំងសម្រាប់បរិយហ្នឹងខ្លះទឹមចាប់ដើមចាក់ទឹមចាប់ដើមបុកគ្រឹះដំបូងមិនទាន់ចេញលេខធ្លូផងប៉ុន្តែឥឡូវនេះឲ្យគាត់ទុកចិត្តយ៉ាងម៉េចបើកន្លែងកំពុងតែដំណើរការឥឡូវបើផ្អាកអស់ទៅហើយហ្នឹងនេះដែលគាត់មកសាកសួរបញ្ជាក់បន្ថែមគឺចង់អញ្ចឹងមិនមែនពួកគាត់មកធ្វើបាតកម្មទេគាត់មកនេះគឺគាត់មកដើម្បីចង់សួរឲ្យច្បាស់ហើយចង់ឲ្យតំណាងរបស់ក្រុមហ៊ុនបញ្ជាក់ថែមទៀតឲ្យច្បាស់ថាតើយ៉ាងម៉េចជាមួយពួកគាត់ព្រោះនៅក្នុងនោះវាមានលក្ខខណ្ឌកិច្ចសន្យាសម្រាប់បង់ប្រចាំខែបើសិនជាអតិថិជនមិនទៅបង់ប្រចាំខែនោះគេនឹងត្រូវកាត់ផ្ដាច់ទាំងស្រុងលុយរបស់ខ្លួនដែលបានបង់ទៅហើយនោះប៉ុន្តែឥឡូវនេះមិនអាចបន្ទោសគាត់បានអតិថិជនបានទេបាទមិនអាចកាត់ផ្ដាច់បានទេទោះបីមានក្នុងកុងត្រាក៏ដោយមានក្នុងកិច្ចសន្យាក៏ដោយប៉ុន្តែដោយសារតែខាងក្រុមហ៊ុនតាដែលជាអ្នកមានបញ្ហាបាទអ្នកមានបញ្ហាអញ្ចឹងឥឡូវពួកគាត់គ្រាន់តែមកសួរទេដើម្បីឲ្យគាត់បញ្ជាក់ឲ្យច្បាស់បន្ទាប់មកទៀតពួកគាត់ក៏បានដឹងដែរកងរបស់បរិយ999ត្រូវបានរដ្ឋាភិបាលផ្អាកបិទមិនឲ្យចរាចរណ៍ពីព្រោះបិទនេះមិនមែនបានន័យថាធ្វើបាបខាងបរិយ999ទេបានន័យថាបិទនេះគឺដើម្បីការពារទុកលុយកុំឲ្យបាត់បង់ជាវៀងអតិថិជនដែលគេបានបង់ទៅហើយនេះបែរជាគេរងគ្រោះហើយរដ្ឋាភិបាលបិទកុងនេះគឺដើម្បីសុវត្ថិភាពទាំងអស់គ្នាបើសិនជាមិនបិទច្បាស់ជាខាងតំណាងក្រុមហ៊ុនគាត់នឹងដកលុយនឹងគាត់ចេញទៅជួយចរាចរណ៍ឲ្យផ្សេងកិច្ចវាចេញពីប្រជាពលរដ្ឋដែលលុយរបស់ប្រជាពលរដ្ឋដែលបានបង់ចូលកុងដើម្បីទិញបរិយអញ្ចឹងប្រជាពលរដ្ឋដែលគាត់បានមកនេះជាអតិថិជនដែលបានទិញបរិយនេះគឺគាត់សប្បាយចិត្តទៅវិញទេដែលរដ្ឋាភិបាលបានបិទកុងនឹងបដោះអាសន្នដើម្បីឲ្យប្រជាពលរដ្ឋដែលគាត់បានទិញគាត់មានទំនុកចិត្តបាទអញ្ចឹងម្សិលមិញនេះគាត់អញ្ជើញទៅមុខបរិយនេះគឺដើម្បីចង់សួរជាព័ត៌មានប៉ុន្តែខាងតំណាងក្រុមហ៊ុនគ្មានអ្នកណាមួយជាក់លាក់ទេបាទហើយភរិយារបស់លោកថោងសារ៉ាត់នៅទីនោះដែរប៉ុន្តែមិនបានជួបជាមួយនឹងអតិថិជនរបស់ខ្លួនឡើយបាទព្រោះពួកគាត់ចង់ឲ្យជួបអ្នកណាមួយឲ្យច្បាស់លាស់ប៉ុន្តែបើទៅដល់អត់មានអ្នកច្បាស់លាស់ផងមានតែអ្នកនេះបន្តិចអ្នកនោះបន្តិចនិយាយចេះបន្តិចនិយាយចុះបន្តិចអ្នកនោះរវល់បាទអត់មានពិតប្រកបផងហ្នឹងអញ្ចឹងពួកគាត់ថាសម្រាប់ខែនេះគាត់មិនអាចបង់ទៅឲ្យក្រុមហ៊ុនបានទេតែដរាបណាខាងក្រុមហ៊ុនបញ្ជាក់ច្បាស់លាស់ដែលបើសិនជាធ្វើសន្និសីទកសែតគឺតំណាងរបស់អាជ្ញាធរផងតំណាងក្រុមហ៊ុនផងនិងតំណាងអតិថិជនផងអានឹងបានជឿទុកចិត្តគ្នាបាននេះបើសិនជាធ្វើសន្និសីទកសែតបញ្ជាក់ច្បាស់បាទបើសិនជាការនិយាយមិនមានជំនឿទុកចិត្តណាមួយទេនឹងពួកគាត់ប្រកាសជាមិនអាចទុកចិត្តទេបាទនេះយើងចង់បញ្ជាក់ប៉ុណ្ណឹងទៅទាំងអ្នកជនបាទមិនមែនបានន័យថាឥឡូវធ្វើម៉េចខាងភាគីខាង
អង្គញាថងសារ៉ាត់នឹងក្រុមគូសាររបស់គាត់មានបញ្ហាតាក់ទងនឹងរឿងអង្កេតដ៏ធំមួយជុំវិញរឿងឃាតកម្មហ្នឹងប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលគាត់ទិញបរិយគឺគាត់មិនដឹងរឿងរ៉ាវអីអស់នោះទេប៉ុន្តែបើសិនជាខាងម្ចាស់បរិយគាត់បញ្ហាវាគ្រោះថ្នាក់ប្រជាពលរដ្ឋដែលបងបរិយនេះដែរបាទព្រោះឲ្យសូមបញ្ជាក់ថាបើតាមការអាងពីតំណាងក្រុមហ៊ុនបរិយ999របស់លោកថោងសារ៉ាត់ប្រាប់ថាបរិយ999នៅក្នុងភ្នំពេញនេះគឺមាន6គម្រោងឯណោះបាទ6គម្រោងរួមទាំងគម្រោងខុនដូផងគម្រោងផ្ទះល្វែងគម្រោងខុនដូគម្រោងវីឡាបាទគឺមានបាទអញ្ចឹងឥឡូវនេះគ្មានអីក្រៅពីសូមការពន្យល់បន្ថែមព្រោះម្សិលមិញខ្ញុំចង់បានការពន្យល់បន្ថែមពីខាងតំណាងក្រុមហ៊ុនដែរពីខាងតំណាងបរិយ999ដែរប៉ុន្តែគេមិនអនុញ្ញាតឲ្យយើងចូលថតលោកអ្នកដូចម្សិលមិញនេះខាងបុគ្គលិករបស់ខ្ញុំបានត្រឹមតែនៅឈរខាងក្រៅដើម្បីចាំប្រជាពលរដ្ឋគាត់ចេញមកវិញសម្ភាសខាងក្រៅទេបាទបើគេអត់ឲ្យចូលយើងមានសិទ្ធអីទៅចូលបាទអាហ្នឹងអញ្ចឹងអ្នកសារព័ត៌មានបានប្រមាណយកប៉ុណ្ណឹងបាទប៉ុន្តែខ្ញុំចង់បានណាគឺភាគីខាងតំណាងបរិយគាត់ចេញមកអះអាងបើអត់បានអះអាងជាមួយនឹងប្រជាពលរដ្ឋផ្ទាល់ក៏បានជាមួយខាងខ្ញុំទូទស្សន៍នេះកាន់តែល្អពីព្រោះពេលដែលខ្ញុំនិយាយទៅដាក់ឲ្យគាត់និយាយអញ្ចឹងទៅអតិថិជនណាគាត់ដែលទៅអត់បានជួបមុខអញ្ចឹងគាត់មើលតាមទូទស្សន៍វិញប៉ុន្តែដោយសារគាត់កិច្ចមុខដែររហូតដល់គាត់ប្រើពាក្យលោឡាយដាក់ទៅថតមកអីមានអីទៅថតមានរឿងអីទៅថតបាទអត់មានរឿងអីទៅថតមិនតែគេទៅថតតើមានរឿងបានគេថតជាពលរដ្ឋគាត់ទៅអញ្ចឹងបានគេថតគេទៅគាត់ទៅសួរចង់ដឹងថាមានអីបើភ្ជុងកាមេរ៉ាមានណាភ្ជុង B40 ទេបាទភ្ជុង B40 សុំខ្លាចភ្ជុងកាមេរ៉ាសោះនិយាយពិតមកពិតទៅពិតមកត្រង់ទៅត្រង់មកចាអាហ្នឹងមានអីទៅត្រូវពិបាកទេបើសិនជាអ្នកឯងខូចខ្ញុំមិនដឹងទេកិច្ចពីកាមេរ៉ាកិច្ចពីអ្នកសារព័ត៌មានអាហ្នឹងអ្នកគេចាត់ទុកអ្នកឯងខូចហើយចាព្រោះយើងត្រូវការនិយាយត្រង់យើងអត់មានត្រូវការទម្លាក់បន្ទុកកំហុសទៅលើខាងភាគីខាងបរិយណាចង់ឲ្យតែគាត់បញ្ជាក់ឲ្យច្បាស់ហ្នឹងបាទឥឡូវសូមបញ្ចប់ប៉ុណ្ណឹងបើសិនជាមានបើឧបមាថាបើសិនជាខាងតំណាងរបស់បរិយជាពិសេសលោកជំទាវតែម្ដងដែលភរិយារបស់លោកថោងសារ៉ាត់បើលោកស្រីចង់ផ្ដល់បទសម្ភាសន៍ខ្ញុំស្វាគមន៍ដើម្បីបំភ្លឺជុំវិញទាំងអស់នេះថាបរិយនឹងដំណើរការឬមិនដំណើរការសូមប្រាប់អតិថិជនឲ្យច្បាស់បាទដើម្បីឲ្យគេទុកចិត្តបាទអញ្ចឹងពលរដ្ឋពេលខ្លះពេលឧបមាថាបើសិនខ្ញុំបានសម្ភាសន៍គាត់បាទលោកជំទាវមែនប្រជាពលរដ្ឋនៅតែមិនទុកចិត្តណាស់ដែរបើសិនជាមិនមានអាជ្ញាធរណាមួយធ្វើជាសាក្សីនៅពីក្រោយហើយធ្វើជាលក្ខខណ្ឌអីណាមួយនោះដើម្បីបញ្ជាក់ថាមិនដួលរលំទេពីព្រោះពាក្យពេចន៍របស់លោកថោងសារ៉ាត់បន្លឺចេញតាមคลิป Facebook លោកបានប្រាប់ថាអាលាយអស់ហើយបើសិនជាខ្ញុំនៅតែគេតាមចាប់ណាហើយខ្ញុំមិនរួចទោសទណ្ឌពីការចោទប្រកាន់នេះទេបរិយរបស់លោកនឹងត្រូវរលាយអស់ហើយរលំអស់ហើយបាទឃើញការអំពាវនាវសូមឲ្យរដ្ឋាភិបាលជួយនោះប៉ុន្តែរដ្ឋាភិបាលលោកមិនមែនជាតែជួយណាតើតែមើលនីតិវិធីនិងការអង្កេតរបស់សមត្ថកិច្ចគេដល់ណាហើយតឡាការគេដើរដល់ណាហើយបាទពាក់ព័ន្ធនឹងយ៉ាងម៉េចបាទទន្ទឹមនឹងការអធិស្ឋានទន្ទឹមនឹងការលើកលែងទោសថាទោសទណ្ឌរបស់គេនឹងធ្ងន់ឬក៏ស្រាលវាត្រូវអញ្ចឹងទៀតបាទហើយបើឥឡូវនេះតាមតំណែងចុងក្រោយដូចម្សិលមិញអញ្ចឹងឯកឧត្តមខៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបើបានដំណឹងដឹងថាលោកថោងសារ៉ាត់នៅឯណាសូមជួយផ្ដល់ព័ត៌មានបាទសូមជួយផ្ដល់ព័ត៌មានបាទនឹងនៅណាដែរហ្នឹងខ្ញុំបាទខ្លះថានៅក្រៅខ្លះថានៅក្នុងខ្លះថានៅវៀតណាមខ្លះថានៅបារាំងខ្លះទៀតថានៅឡាវខ្លះទៀតថាអត់ទេនៅក្នុងស្រុកខ្មែរចាទៅចឹងទៅបាទនេះទូទាំងនិជនតាក់ទងរឿងបរិយ999បាទអញ្ចឹងមករឿងហ្នឹងចប់ប៉ុណ្ណឹងបានណាបាទឥឡូវនេះចប់ប៉ុណ្ណឹងហើយសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតវិលមកជួបគ្នាបន្តទៀតបាទ